ในขนมสลาเรียนจะปอนมุ้ยเมียนบังกลมุ้ยได้เกมันเฮียนโจนุลายថ្ងៃនេះយើងមកដឹងរឿងខ្មោចដ៏ល្បីមួយនៅឯប្រទេសជប៉ុនហាណាកូសានឬខ្មោចក្មេងស្រីនៅក្នុងបង្គន់សាលារៀននេះវាគឺជារឿងដែលសិស្សជប៉ុនរាប់លានអ្នកមានការភ័យខ្លាចយ៉ាងខ្លាំងហើយថ្មីនេះសាលាជាច្រើននៅឯតំបន់ជនបទនៅតែបន្តរាយការណ៍ថាបានឮសំឡេងចម្លែកនៅក្នុងពេលរាត្រីហាណាកូសានឬគឺជាក្មេងស្រីតូចដែលត្រូវបានមនុស្សម្នាក់សម្លាប់ឬត្រូវបាត់ខ្លួននៅក្នុងបង្គន់តាមតំបន់នីមួយៗនឹកស្រមៃខុសៗគ្នាដោយសារតែគ្មាននរណាម្នាក់បានរាយការណ៍និងរបាយការណ៍មួយណាជាក់លាក់នៅក្នុងរឿងនេះទេព្រោះតែការនិយាយពីមាត់មួយទៅមាត់មួយមានអ្នកខ្លះនិយាយបែបនេះអ្នកខ្លះក៏និយាយបែបនោះផ្សេងគ្នាទៅតាមការនឹកស្រមៃមានបុគ្គលខ្លះនិយាយថាហាណាកូសានបានជាប់នៅក្នុងបង្គន់សាលារៀនបន្ទាប់មកសាលារៀននោះបានឆេះហើយហាណាកូសានបានជាប់នៅក្នុងបង្គន់ឆេះខ្លួននាងស្លាប់បាត់ទៅមានមនុស្សមួយចំនួនបានរាយការណ៍ទៀតឋានមានបុរសចម្លែកម្នាក់បានលួចចូលទៅក្នុងសាលារៀនហើយជួបហាណាកូសាននៅក្នុងបន្ទប់បុគ្គលចម្លែកនោះក៏បានរំលោភសម្លាប់នាងយ៉ាងសាហាវព្រៃផ្សៃនៅក្នុងបង្គន់ហើយអ្នកខ្លះទៀតក៏បាននិយាយថាចេញពីសង្គ្រាមសម័យជប៉ុនគេបានទម្លាក់ក្របបែកបំផ្ទុះមានន័យថានាងបានស្លាប់ដោយសារអាគារបាក់សង្កត់ពីលើដោយសារតែសង្គ្រាមមិនថានៅក្នុងការកែប្រែណាមួយនៅឡើយដោយសារតែមិនមានរបាយការណ៍ណាមួយច្បាស់លាស់ដូច្នេះមនុស្សក៏ធ្វើការសន្និដ្ឋានបែបសន្តានផ្សេងគ្នាតែមិនថានៅក្នុងការកែប្រែបែបណានោះទេប៉ុន្តែមនុស្សជាច្រើនជឿថាបង្គន់ជាន់ទី3បន្ទប់លេខ3នៅឯសាលារៀនជប៉ុនគឺជួបហាណាកូសានបានគ្រប់ពេលវេលាបើសិនជាអ្នកហៅត្រឹមត្រូវហើយបើអ្នកទាំងអស់គ្នាចង់ដឹងថានាងនៅទីនោះអ្នកត្រូវតែដើរឡើងទៅជាន់ទី3នៅក្នុងបង្គន់ស្ត្រីទៅដល់បន្ទប់លេខ3ហើយគោះទ្វារ3ដងតុកបន្ទាប់មកអ្នកទាំងអស់គ្នាត្រូវតែសួរនាងថាហាណាកូសាននាងនៅទីនេះទេបើស្ងាត់គ្មានសម្លេងអ្វីសិស្សខ្លះនិយាយថាអ្នកគួរតែរត់ចេញភ្លាមប៉ុន្តែបើអ្នកឮសម្លេងស្រាលនិយាយថាខ្ញុំនៅទីនោះមានន័យថានាងឆ្លើយតបនឹងអ្នកវិញហើយបើឮសម្លេងឆ្លើយមកវិញទ្វារអាចរបើកយឺតបន្ទាប់មកអ្នកអាចនឹងឃើញជើងរបស់ក្មេងស្រីស្លៀកសំពត់សាលារៀនបែបជប៉ុនប៉ុន្តែតាមរឿងព្រេងបាននិយាយថាមុខនាងស្លេកស្លាំងជាខ្លាំងភ្នែកធំព្រមទាំងស្រមោលខ្មៅក្រាស់សម្លេងនាងស្រាលហើយយឺតដូចជាមនុស្សមិនមានជីវិតសិស្សខ្លះទៀតវិញបានរាយការណ៍ថាបន្ទប់ពីទ្វារបើកហាណាកូសាននឹងមើលទៅអ្នកមួយសន្ទុះហើយនិយាយតិចមកលេងជាមួយខ្ញុំតែការលេងជាមួយខ្មោចវាមិនដូចជាការលេងធម្មតានោះទេនាងអាចអស់អ្នកចូលទៅក្នុងបង្គន់ដោយជំនឿជឿថានោះគឺជាការពិតពិភពរបស់នាងគ្រូនិងសិស្សនៅជប៉ុនជាច្រើនបានថតវីដេអូឬសំឡេងគោះទ្វារហើយបានឮសំឡេងស្រាលទាំងដែលនៅក្នុងបង្គន់គ្មានអ្នកណានៅទាល់តែសោះនៅកំឡុងឆ្នាំ2014មានសាលាមួយនៅឯហ៊ីរ៉ូស៊ីម៉ាបានធ្វើការបិទបង្គន់ជាន់ទី3ព្រោះមានសិស្ស5នាក់ជាប់ជាបន្តពួកគេស្រែកស្រន់ស្លោបាត់បង់ស្មារតីនៅពេលដែលពួកគេចូលទៅក្នុងបន្ទប់លេខ3ដូចគ្នាគ្មានអ្វីដែលសិស្សទាំង5នាក់និយាយដូចគ្នានោះគឺខ្ញុំឮសំឡេងអ្នកណាម្នាក់និយាយថាកុំចាកចេញពីខ្ញុំសរុបសាច់រឿងហាណាកូសានខ្មោចក្មេងស្រីក្នុងបង្គន់ធ្វើឲ្យសិស្សជប៉ុនរាប់លាននាក់មិនហ៊ានចូលបង្គន់ជាន់ទី3នៅពេលយប់រហូតមកដល់សប្តាហ៍ថ្ងៃនេះប្រសិនបើជាអ្នកទាំងអស់គ្នាមានឱកាសទៅលេងប្រទេសជប៉ុនសូមកុំភ្លេចចូលទៅក្នុងសាលារៀននេះហើយឡើងទៅជាន់ទី3បន្ទប់លេខ3បន្ទាប់មកគោះទ្វារសួររកហាណាកូសានបើសិនជានាងឆ្លើយតបអ្នកទាំងអស់គ្នាសូម